ប៉ូលីសចិនដាក់អសានវត្ត30ថ្ងៃឲ្យបាក់ពួករួមគំនិតជាមួយលោក Jensi ចូលខ្លួនសារភាពក្រោយការចាប់ខ្លួនមេខ្លោងធំនៃក្រុមក្មេងទំនើងនិងអ ுக ្រិតកម្មបច្ចេកវិទ្យាលោក Jensi កាលពីដើមខែមករាឆ្នាំ2026ថ្មីនេះក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបានកំណត់ពេលឲ្យសមាជិកក្រុមដែលនៅសេសសល់ទាំងអស់ត្រូវប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាដាច់ខាតដោយទុកពេលឲ្យត្រឹមថ្ងៃទី15ខែមករាដល់ថ្ងៃទី15ខែកុម្ភៈឆ្នាំ2026ជនសង្ស័យដែលចូលខ្លួនសារភាពដោយស្មោះត្រង់នឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយទោសឬលើកលែងទោសតាមច្បាប់ចិនចំពោះបុគ្គលណាដែលបន្តរត់គេចខ្លួនឬរារាំងអ្នកដទៃមិនឲ្យសារភាពនឹងត្រូវប្រឈមមុខនឹងការតាមចាប់ខ្លួនដល់ទីបំផុតនិងទទួលទោសកម្រិតអតិបរមាការដាក់អសានវត្តនេះធ្វើឡើងបន្ទាប់ពីកិច្ចសហប្រតិបត្តិការដ៏ធំរវាងអាជ្ញាធរកម្ពុជានិងចិនឈានដល់ការឃាត់ខ្លួនលោក Jensi កាលពីថ្ងៃទី6ខែមករាឆ្នាំ2026និងបានបញ្ជូនខ្លួនទៅកាន់ប្រទេសចិនរួចរាល់ហើយនេះគឺជាយុទ្ធនាការទ្រង់ទ្រាយធំក្នុងការបោសសម្អាតបទល្មើស online scam ដែលកំពុងរីករាលដាលនៅក្នុងតំបន់